បាទបងប្អូនវីដេអូនេះខ្ញុំទៅថតចំណីអាហារបន្តិចណាបងប្អូនចាំមើលថាមានអីខ្លះអញ្ចឹងណាបាទខ្ញុំថតមិនអស់ទេក៏យកផ្តិតរូបតែរូបភាពវីដេអូបន្តិចទេណាបងប្អូនបាទហ្នឹងហើយអរគុណសួស្តីអ្នកទាំងអស់គ្នាបាទនេះគឺជាវីដេអូការដែលតលេងនៅប៉ៃលិនបាទនេះគឺជាទស្សនវិជ្ជាមួយនៅក្នុងកន្លែងកំសាន្តទល់ចិត្តនឹងវិមានឯករាជ្យណាបងប្អូនបាទហ្នឹងហើយគឺខ្ញុំបានថតចំណីចំណុកបាទម្ហូបអាហារនៅទីហ្នឹងគឺបាទមានការគួរឲ្យចង់ញ៉ាំបាទមើលមានច្រើនមុខច្រើនប្រភេទណាបាទដូចជាបុកល្ហុងដូចជាត្រីអាំងឬក៏សាច់អាំងអីមានច្រើនណាស់បងប្អូនបាទពងទាកូនអីអញ្ចឹងក៏មានច្រើនហើយនឹងណាមួយមានបង្អែមបាទជាច្រើនទៀតបាទខ្ញុំបានថតបន្តិចទេបងប្អូនបាទហ្នឹងហើយសូមអញ្ជើញទស្សនាចុះហ្នឹងហើយបាទហ្នឹងហើយក៏រឿងសំខាន់ឬក៏រឿងដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនៅទីនោះគឺអ្នកលក់អ្នកដូរហ្នឹងគឺមានការរុះរាយរាក់ទាក់បាទគាត់តែងតែហៅភ្ញៀវពេលដែលភ្ញៀវដើរកាត់គាត់តែងតែហៅសួរនាំបាទចង់ទិញអីឬអត់ឬក៏ទៅណាមកពីណាអីចឹងណាបងប្អូនបាទគាត់ពិតជាមានការរុះរាយរាក់ទាក់ណាស់បងប្អូនបាទហ្នឹងហើយអញ្ចឹងសូមបញ្ជាទស្សនាតបាទបងប្អូនពេលហ្នឹងគឺជាពេលរសៀលបងប្អូនបាទខ្ទង់ប្រហែលជាម៉ោង5បងប្អូនបាទម៉ោង5គឺមិនតាន់ទៅមានមនុស្សច្រើនទេបាទរហូតខ្ញុំសួរគេទៅគេថាដល់ម៉ោង7អីចឹងណាម៉ោង6កន្លះម៉ោង7អញ្ចឹងមកមនុស្សច្រើនមនុស្សមកច្រើនអញ្ចឹងណាបាទហ្នឹងហើយបាទនេះគឺនៅខាងប៉ៃលិនបាទបច្ចៈខាងប៉ៃលិនណានៅចិត្តវិមានឯករាជ្យហ្នឹងឯងបងប្អូនបាទអរគុណនេះកន្លែងនេះបងប្អូនបងប្រុសគាត់បុកល្ហុងបាទមានច្រើនប្រភេទណាបងប្អូនបាទគឺបុកល្ហុងគាត់ឆ្ងាញ់ណាបងប្អូនខ្ញុំបានទិញហើយបាទនេះគឺជាគ្រឿងម្ជូរបងប្អូនបាទហ្នឹងហើយគ្រឿងម្ជូរក៏ឈ្ងុយឆ្ងាញ់ដូចគ្នាដែរបាទមើលទៅបាទអរគុណបាទខាងហ្នឹងក៏មានស្លាបមន់ក្លុកមានអីដែរបងប្អូនបាទហ្នឹងហើយមានកពឹសចៀនមានអីបាទហើយនេះក៏សាច់ជ្រូកអាំងបាទមើលចាស់បងប្អូនបាទនេះក៏ជានំបញ្ចុកបាទនំបញ្ចុកខ្មែរហើយនឹងក៏ស្លការីស្លខ្មែរមានទាំងអស់ណាបងប្អូនបាទអរគុណបាទអញ្ចឹងជាចុងក្រោយបើបងប្អូនចូលចិត្តវីដេអូនេះសូមជួយ follow ហើយ